លោកសៀប៉ុលដែលត្រូវបានរាប់ថាជាបេសកជនម្នាក់ដែលមានឥទ្ធិពលក្នុងការដាំក្រុមជំនុំមានឥទ្ធិពលនៅក្នុងការដែលបង្ហាត់បង្រៀននិងបង្កើតសិស្សដែលលោកបានបង្កើតសិស្សដូចជាធីម៉ូថេដូចជាទីតូសហើយលោកក៏បានជួយទៅដល់ភីឡេម៉ូនផងដែរព្រមទាំងអ្នកដឹកនាំផ្សេងទៀតដើម្បីឲ្យគេបានក្លាយទៅជាសិស្សរបស់ផងព្រះគ្រីស្ទបានក្លាយទៅជាអ្នកដឹកនាំបន្តវេនហើយនៅក្នុងព្រះគម្ពីរប៊ីបទាំងមូលលោកប៉ុលក៏បានក្លាយជាបុគ្គលម្នាក់ដែលបានសរសេរនៅសម្បត្តិច្រើនជាងគេនៅក្នុងចំណោមអ្នកនិពន្ធផ្សេងទៀតដែលរាប់ថាលោកជាម្នាក់ដែលពូកែខាងឯព្រះបន្ទូលរបស់ព្រះអង្គលោកមានចំណេះដឹងទូលំទូលាយទាំងចំណេះដឹងនៅក្នុងសង្គមទាំងចំណេះដឹងខាងឯព្រះបន្ទូលផងព្រះអង្គអំពីសេចក្តីស្រឡាញ់ជាមួយនឹងចំណេះដឹងខាងឯការអធិប្បាយចំណេះដឹងខាងឯការប្រកាសព្រះបន្ទូលឬក៏ចំណេះដឹងក្នុងការកាត់ស្រាយរាល់ទាំងសេចក្តីអត្តកំបាំងក្នុងព្រះបន្ទូលនៃព្រះជាម្ចាស់នោះសេចក្តីស្រឡាញ់វាវិសេសជាងចំណេះដឹងខាងឯព្រះបន្ទូលដែលគាត់មាននេះគឺជារឿងមួយដែលសំខាន់ខ្លាំងមែនបើសិនជាខ្ញុំជាគ្រូកងវិលខ្ញុំអាចអធិប្បាយនៅចំពោះមុខក្រុមជំនុំបើសិនជាខ្ញុំជាគ្រូកងវិលខ្ញុំអាចកាត់ស្រាយនៅព្រះបន្ទូលដែលលោកអ្នកបងប្អូនបានអាចយល់បានក៏ប៉ុន្តែបើសិនជាបេះដូងរបស់ខ្ញុំគ្មានសេចក្តីស្រឡាញ់នោះខ្ញុំគ្រាន់តែជាលង្ហិនខ្ញុំគ្រាន់តែជាឈឹងមួយប៉ុណ្ណោះដែលលឺសូររំពងតាមសំឡេងនៃបបោមាត់ផងខ្ញុំតែស្រឡាញ់វិសេសជាងចំណេះដឹងខាងឯព្រះបន្ទូលនៃព្រះជាម្ចាស់គឺមានលក្ខណៈវិសេសជាងឬក៏សំខាន់ជាងសមត្ថភាពនៅក្នុងការកាត់ស្រាយគ្រប់ទាំងសេរីអត្តកំបាំងទាំងអស់នេះ